nơi chương Phnom Kulan ខេត្តព្រះវិហារមានប្រាសាទចាស់មួយដែលត្រូវបានចោលអស់ជាច្រើនសតវត្សរ៍គេហៅថាប្រាសាទពូវែងប្រាសាទនោះមានរូបចម្លាក់នាគនិងពស់ជាច្រើនហើយមានរឿងព្រេងថាកាលពីសម័យអង្គរមាននាងរាជនារីម្នាក់ឈ្មោះសុវណ្ណមាលាដែលត្រូវបានបណ្ដាសាឲ្យក្លាយជាពស់យក្សដោយសារនាងបានស្រឡាញ់បុរសខុសឋានៈនាងស្លាប់ដោយកំហឹងហើយវិញ្ញាណនៅតែលងបន្លាចញាក់ដែលចូលទៅក្នុងប្រាសាទជាពិសេសស្រីស្អាតដើម្បីចង់យករាងកាយមកប្រើប្រាស់ក្រុមអ្នកស្រាវជ្រាវបុរាណវិទូ4នាក់មកពីសាកលវិទ្យាល័យនៅសៀមរាបសម្រេចចិត្តទៅស្រាវជ្រាវប្រាសាទនោះមួយសប្តាហ៍ដោយមិនជឿរឿងព្រេងតួអង្គមានលោកសុវណ្ណាបុរសវ័យ35ឆ្នាំជាប្រធានក្រុមជាសាស្ត្រាចារ្យបុរាណវិទូមិនជឿរឿងខ្មោចចង់ស្រាវជ្រាវឲ្យបានច្រើននាងសុភីស្រីវ័យ28ឆ្នាំជាអ្នកស្រាវជ្រាវវ័យក្មេងស្រស់ស្អាតចូលចិត្តថតរូបនិងក្លាយបន្តិចលោកវីរៈបុរសវ័យ32ឆ្នាំជាអ្នកថតរូបនិងឯកសារចូលចិត្តលេងសើចនាងរតនីស្រីវ័យ30ឆ្នាំជាអ្នកស្រាវជ្រាវរឿងព្រេងជឿបន្តិចនិងប្រមានក្រុមជានិច្ចពួកគេមកដល់ប្រាសាទនៅពេលរសៀលបោះតង់នៅជិតប្រាសាទដែលមានដើមឈើធំនិងរូបចម្លាក់ពស់វែងខ្យល់បក់ត្រជាក់និងមានក្លិនធូលីចាស់សុវណ្ណាមើលប្រាសាទនេះស្អាតណាស់រូបចម្លាក់នាគនិងពស់ជាច្រើនយើងនឹងស្រាវជ្រាវបានច្រើនរតនីឯងនិយាយថាមានរឿងព្រេងអីប្រាប់មកស្ដាប់រតនីបាទលោកគ្រូរឿងព្រេងនិយាយថាសុវណ្ណមាលាជានាងរាជនារីម្នាក់ដែលស្រឡាញ់ទាហានធម្មតាព្រះបាទខឹងបណ្ដាសានាងឲ្យក្លាយជាពស់យក្សនាងរស់នៅក្នុងប្រាសាទនេះរហូតស្លាប់ដោយឯកោវិញ្ញាណនាងនៅតែរងចាំស្រីស្អាតមកជំនួសរាងកាយដើម្បីរស់ឡើងវិញជាពិសេសបើស្រីណាដើរតែឯម្នាក់ឯងនាងនឹងចូលវីរៈហារតនីឯងនិយាយដូចរឿងនិទានសុភីឯងស្រស់ស្អាតបើខ្មោចចង់ចូលវាចូលឯងមុនគេខ្ញុំនឹងការពារឯងឲ្យសុភីចំសើចខ្ញុំមិនខ្លាចទេប៉ុន្តែប្រាសាទនេះងងឹតណាស់លោកគ្រូយើងថតរូបចូលប្រាសាទមុនចុះខ្ញុំចង់ថតរូបចម្លាក់ពស់ពួកគេចូលទៅក្នុងប្រាសាទថតរូបនិងស្រាវជ្រាវនៅពេលយប់ពួកគេអង្គុយជុំភ្លើងនៅក្រៅតង់ញ៉ាំអាហារស្រាប់តែមានសំឡេងសឹងដូចជាពស់វាសុភីញ័រស្ដាប់សំឡេងសឹងដូចពស់ធំរតនីនេះជាសំឡេងដែលឯងនិយាយនឹងអត់រតនីបាទប្រហែលជាពស់ពិតឬសំឡេងនាងសុវណ្ណមាលាយើងកុំដៅឆ្ងាយពីតង់ជាពិសេសសុភីកុំទៅតែឯងម្នាក់ឯងវីរៈកុំខ្លាចបើមានពស់ខ្ញុំយកដំបងវាយលោកគ្រូយើងនិយាយលេងប្រាប់រឿងខ្មោចសើចចុះសុវណ្ណាគ្មានខ្មោចអេគ្រាន់តែរឿងនិទានស្អែកយើងចូលជ្រៅក្នុងប្រាសាទស្រាវជ្រាវបន្ទប់លាក់យប់នោះសុភីភ្ញាក់ទៅនោះទឹកតែឯងម្នាក់ព្រោះគិតថាគ្មានអ្វីស្រាប់តែនាងឮសំឡេងស្រីខ្សឹបមកជាមួយបងឯងស្រស់ស្អាតដូចបងសុភីស្រីរត់ត្រឡប់មកវិញជួយមានសំឡេងស្រីហៅខ្ញុំគេនិយាយថាខ្ញុំស្រស់ស្អាតដូចគេសុវណ្ណាសុភីឯងសុបិនអីមកអង្គុយទីនេះកុំទៅឆ្ងាយទៀតរតនីឯងជឿថាជាខ្មោចមែនអត់រតនីបាទលោកគ្រូនាងចង់ចូលរាងកាយសុភីយិនត្រូវប្រះទឹកព្រះនិងសូត្រធម៌ថ្ងៃបន្ទាប់ពួកគេចូលជ្រាវក្នុងប្រាសាទរកឃើញបន្ទប់លាក់មួយដែលមានរូបចម្លាក់ស្រីស្អាតក្បាលពស់ស្រាប់តែសុភីមានអារម្មណ៍ចម្លែកនាងដើរទៅជិតរូបចម្លាក់ដោយខ្លួនឯងវីរៈសុភីឯងធ្វើអីកុំទៅជិតមើលភ្នែកឯងវាប្រែជាលឿងសុភីសំឡេងចម្លែកដោយស្រីពីរនាក់និយាយខ្ញុំរងចាំយូរហើយរាងកាយនេះស្រស់ស្អាតខ្ញុំនឹងរស់ឡើងវិញសុវណ្ណាសុភីភ្ញាក់ឡើងរតនីជួយខ្ញុំចាប់នាងវីរៈថតវីដេអូនេះរតនីនាងសុវណ្ណមាលាចូលហើយយើងត្រូវសូត្រធម៌និងបណ្ដេញវិញ្ញាណមកជាមួយខ្ញុំនិយាយថាចេញទៅកុំចូលរាងកាយនេះពួកគេចាប់សុភីសូត្រធម៌ប៉ុន្តែនាងងើបឈររាងកាយវែងឆ្ងាយដោយពស់សក់វែងគ្រប់មុខនិងសើចឯងមិនអាចបណ្ដេញខ្ញុំបានទេខ្ញុំឯកោរាប់សតវត្សវីរៈភ័យខ្លាំងអារ៉ៃនាងខ្លាយជាពស់ហើយរត់លោកគ្រូយើងចេញពីទីនេះពួកគេរត់ប៉ុន្តែសុភីដែលមានខ្មៅចូលដេញតាមដោយរាងកាយវាដូចពស់និងខ្សឹបមកជាមួយបងយើងនឹងស្រស់ស្អាតជារៀងរាល់រតនីយើងត្រូវដុតធូបនិងសុំព្រះរក្សាលោកគ្រូយកទឹកព្រះប្រោះនាងសុវណ្ណាចាំបន្តិចខ្ញុំមានធូបពីវត្តសុភីបើឯងនៅទីនោះ
តស៊ូទោសពួកគេដុតធូបប្រោះទឹកព្រះនិងសូត្រធម៌ខ្លាំងៗសុភីស្រែកយំខ្លាំងរាងកាយញ័រនិងខ្មោចចេញមកជាស្រមោលពួកយក្សស្រែកហើយបាត់ចូលជញ្ជាំងសុភីដួលសន្លប់វិរៈនាងរួចហើយប៉ុន្តែខ្ញុំឮសំឡេងនាងនិយាយថាខ្ញុំនឹងត្រឡប់មកវិញសុវណ្ណាយើងចេញពីទីនេះឥឡូវនេះរតនីសុំទោសដែលខ្ញុំមិនជឿឯងសុភីឯងភ្ញាក់ឡើងយើងទៅផ្ទះពួកគេយកសុភីចេញពីប្រាសាទនិងត្រឡប់ទៅសៀមរាបបន្ទាប់មកពួកគេទៅវត្តធ្វើពិធីបណ្ដេញវិញ្ញាណនិងឧទ្ទិសបុណ្យឲ្យសុវណ្ណមាលាសុភីជាសះស្បើយប៉ុន្តែនៅពេលខ្លះនាងឮសំឡេងខ្សឹបនៅក្នុងត្រចៀកបងនៅរងចាំឯងបើញាក់ទៅប្រាសាទចាស់សូមកុំទៅតែឯងម្នាក់ជាពិសេសបើញាក់ជាស្រីស្អាតព្រោះនាងសុវណ្ណមាលាអាចនឹងហៅញាក់ទៅជាមួយជារៀងរាល់